បាទសួស្តីបងប្អូនដែលអត់ទាន់ចេះបើកកម្មវិធី Pass App ជាដំបូងបងប្អូនចូលទៅក្នុងកម្មវិធី Pass App ហ្នឹងមកយើង download មកយើង download ហើយយើងចុចចូលលើកម្មវិធី Pass App ហ្នឹងមកបាទដល់ពេលយើងចុចចូលកម្មវិធី Pass App ហើយវាលោតសញ្ញានេះបាទសញ្ញាយល់ព្រមបាទតទៅពីសញ្ញាយល់ព្រមហើយសញ្ញាចូលកម្មវិធីបាទយើងចុចលើសញ្ញាចូលកម្មវិធីហ្នឹងទៀតបានចេញទៅកន្លែងជួនដំណឹងបាទអញ្ចឹងដល់កន្លែងជួនដំណឹងយើងចុចយកកន្លែងពាក្យថាជួនដំណឹងហ្នឹងមកបាទអញ្ចឹងយើងចុចបើកវាសិនបាទកាលណាយើងចុចបើកទៅបានអាចដំណើរការបានអញ្ចឹងដំណាក់ការទី1នេះយើងបើកចឹងឲ្យអស់ចឹងមកបាទនៅមកដំណាក់ការមួយទៀតបាទដំណាក់ការមួយទៀតយើងបើកការអនុញ្ញាតបាទបើកការអនុញ្ញាតហ្នឹងយើងមានអនុញ្ញាតទៅលើកាមេរ៉ាបាទអនុញ្ញាតទៅលើកាមេរ៉ាអនុញ្ញាតទៅលើទីតាំងអនុញ្ញាតទៅលើទូរស័ព្ទបាទអនុញ្ញាតលើផ្សេងដែរកម្មវិធីគាត់ទាមទារបាទមីក្រូហ្វូនបាទសម្រាប់គាត់ទាមទារដែលមានគ្រប់លក្ខខណ្ឌហ្នឹងហើយបានយើងអាចទៅបើកកម្មវិធីនឹងបានបាទតែយើងបើកក៏អស់បើកយកបាទបើកដាក់ចុចលើការអនុញ្ញាតបាទកុំយកមិនអនុញ្ញាតណាបាទយកការអនុញ្ញាតទាំងអស់បាទចុចយកខាងលើគេហ្នឹងមកបាទអញ្ចឹងយើងចុចអស់មកហើយបាទអត់មានទៀតទេអញ្ចឹងយើងនៅមានមួយទៀតបាទយើងនៅមានមួយទៀតហ្នឹងគឺកន្លែងសាកថ្មបាទកន្លែងថ្មហ្នឹងគឺពិសេសហ្មងបាទយើងបើកអស់ហើយតែកន្លែងថ្មហ្នឹងយើងអត់យកកម្រិតយើងយកកម្រិតដែលអត់ដាក់កំហិតណាបាទអញ្ចឹងយើងចុចនៅលើអក្សរបាទយើងចុចលើអក្សរហ្នឹងមកមានគេដាក់មាន2បាទមាន2 tick បាទគេណាគេដាក់មានឲ្យប្រសើរទី2យើងមានមិនបានដាក់ជាកំហិតបាទអញ្ចឹងបើយើងយកទី1នេះគឺបើកអត់ចេញទេអញ្ចឹងយើងយកទី2បាទតែយើងចុចលើទី2មកយើងត្រឡប់ក្រោយមកយើងអាចប្រើកម្មវិធី Pass App ជាងនឹងបានហើយបាទឥឡូវយើងចេញពីកន្លែងកម្មវិធីនឹងអស់មកបាទគេឲ្យវាយលេខទូរស័ព្ទបាទយើងវាយលេខទូរស័ព្ទយើងដាក់មកបាទអញ្ចឹងពេលដែលយើងវាយលេខទូរស័ព្ទហ្នឹងយើងកុំដាក់លេខ0បាទយើងដកលេខ0ពីមុខវិញយើងដាក់ទៅលេខយើងពីលេខ1ទៅបានហើយបាទតិចទៀតគេនឹងផ្ញើសារមកហើយណាបាទយើងចុចការអនុញ្ញាតមកតិចទៀតគេផ្ញើសារមកបាទនេះគេផ្ញើសារមកហើយបាទយើងផ្ញើសារមកហើយវាលោតអូតូហ្មងបាទអញ្ចឹងត្រូវទាមទារឲ្យទូរស័ព្ទហើយនឹងលេខហ្នឹងនៅជាមួយគ្នាបាទអញ្ចឹងទេយើងអត់អាចបើកបានដែរបាទអញ្ចឹងទូរស័ព្ទហើយនឹងលេខហ្នឹងនៅក្នុងទូរស័ព្ទហ្មងបាទអរគុណបាទសម្រាប់ការតាមដានបាទបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អីសូមជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបាទអរគុណជំរាបលាបងប្អូនបាទ